នេះគឺជាសៀវទៅ4សម្រាប់ដាក់យកទៅ survival ដែលវាពិតជាជួយយើងបានច្រើនខ្លាំងមែនតើបើសិនមកអ្នកគ្នាចង់ដឹងថាមានសៀវអីខ្លះនោះតោះចូលទៅកាន់វីដេអូទាំងអស់គ្នានេះគឺជាសៀវទី1ដែលនៅពេលដែលអ្នកគ្នាកាត់មកគឺនៅលើដុំមាសនេះតែម្ដងហើយអ្នកគ្នាគ្រាន់តែកលែងទៅមុខទៅគឺឃើញ villager មួយបាត់ទៅហើយដែល villager មួយនេះគឺរាងធំដែរអាចមើលទៅគឺវាផ្ទះច្រើនខ្នងខ្លាំងមែនតើអ្នកគ្នាអាច explore នៅក្នុងភូមិមួយនេះហើយរករបស់របរសម្រាប់បន្តការ survival យើងទៅសៀវទី2នេះក៏វាមិនធម្មតាដែរនៅពេលដែលអ្នកគ្នាកាត់មកគឺនៅលើចំណុចដែលខ្ញុំដាក់ដុំមាសនេះហើយដើម្បីរក villager ឃើញហ្នឹងគឺយើងគ្រាន់តែដើរទៅមុខទៀតទៅគឺយើងនឹងឃើញ villager មួយហើយដោយអ្នកគ្នាឲ្យមើលបានគឺ villager មួយនេះក៏វារាងធំដែរក៏វាមិនអន់ជាង villager ទី1ដែរគឺវារាងធំដែរអញ្ចឹងទៅដោយអ្នកគ្នាអាចចូលនៅក្នុងភូមិនេះហើយ explore រករបស់របរយកមកប្រើប្រាស់សម្រាប់ការ survival យើងឲ្យរលូនហ្នឹងគឺដើម្បីរកម្ហូបអាហារក្រេជាដើមអញ្ចឹងទៅសៀវទី3នេះគឺវារាងលយជាងគេដោយសារតែយើងកាត់មកគឺនៅចំ villager តែម្ដងហើយសំខាន់នោះគឺវាមាន stronghold នៅគៀនភូមិហ្នឹងតែម្ដងសម្រាប់យើងឆ្លងទៅភព Netherអ្នកគ្នាអាច explore នៅក្នុងភូមិនេះរករបស់របរផ្សេងៗសម្រាប់មកប្រើប្រាស់ហើយគឺយើងឆ្លងទៅភព Nether តែម្ដងគឺវាអែមខ្លាំងមែនតើសៀវទី4នេះគឺវារៀងដើរឆ្ងាយបន្តិចនៅពេលដែលអ្នកគ្នាកាប់មកគឺនៅលើចំណុចដុំមាននេះហើយដើម្បីរក villager ឃើញហ្នឹងគឺយើងត្រូវឆ្លងព្រៃមួយនេះដោយយើងត្រូវដើររៀងឆ្ងាយដែរគឺយើងត្រូវដើរឆ្លងដល់ផុតព្រៃនេះម្ដងគឺយើងនឹងឃើញជាមួយនឹង villager នៅកន្លែងហ្នឹងហើយហើយអ្នកគ្នាអាចមើលបានគឺ villager នៅខាងមុខខ្ញុំនេះដែលវាដើររៀងឆ្ងាយពីព្រៃនេះដែរដើម្បីរក villager នេះឃើញតែមិនថ្មីទេគឺ villager នេះគឺវាធំដែរសម្រាប់យើង explore របស់របរអីសម្រាប់មកប្រើប្រាស់អីចឹងទៅឥឡូវវីដេអូយើងគឺបានមកដល់ទីបញ្ចប់ហើយបើសិនមកអ្នកគ្នាចូលចិត្តវីដេអូមួយនេះកុំភ្លេចចុចមេដៃមេជើងបេះដូងបេះថ្នោតឲ្យខ្ញុំម្នាក់មួយផងឥឡូវយើងជួបគ្នាតែប៉ុណ្្នឹងសិនបានហើយបាយ